Song Swakumakan The Breaking Coin ចារកម្មអ៊ុយក្រែនអាងពីការវាយប្រហារលើយុទ្ធជនឆេឆេននៅក្នុងទឹកដីសាប៉ូរីសៀដែលកាន់កាប់ដោយរុស្ស៊ីប្រភពពី Q Independent ថ្ងៃទី1ខែធ្នូឆ្នាំ2025ចារកម្មយោធារបស់អ៊ុយក្រែន HUR នៅថ្ងៃទី30ខែវិច្ឆិកាបានចេញផ្សាយវីដេអូនៃប្រតិបត្តិការមួយនៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៃតំបន់សាប៉ូរីសៀដែលខ្លួនអះអាងថាបានរំខានដល់ការលូកប្រេងម៉ាស៊ូតដែលលួចដោយយុទ្ធជនឆេឆេនដ៏ល្បីល្បាញ HUR បានរាយការណ៍នៅលើ Telegram ថាដោយសហការជាមួយពួកកងឈប់ខ្លួនបានរៀបចំការផ្ទុះពីនៅកន្លែងមួយដែលសមាជិកនៃក្រុមអាគ្មេតដែលជាអង្គភាពឆេឆេននៅក្នុងកងទ័ពរុស្ស៊ីដែលគេស្គាល់ថាជាកាឌីរ៉ូវីតបានលូកប្រេងម៉ាស៊ូតដែលលួចនៅក្នុងស្រុក Berdyansk នៃតំបន់សាប៉ូរីសៀដែលត្រូវបានកាន់កាប់យោងតាម HUR កងឈប់អ៊ុយក្រែនដែលកំពុងប្រតិបត្តិការនៅក្នុងទឹកដីដែលកាន់កាប់បានរកឃើញគម្រោងនេះហើយបានបង្កប់គ្រាប់មីននៅទីតាំងនោះដោយបានវាយប្រហារយានយន្ត2គ្រឿងនៅថ្ងៃទី29ខែវិច្ឆិកាចំនួនអ្នកស្លាប់និងរបួសកំពុងត្រូវបានកំណត់នេះបើយោងតាមចារកម្មអ៊ុយក្រែនកាសែត Q Independent មិនអាចទៀងទាត់ភាពត្រឹមត្រូវនៃវីដេអូនេះបានទេBerdyansk គឺជាទីក្រុងកំពង់ផែមួយភាគអាគ្នេយ៍នៅក្នុងតំបន់សាប៉ូរីស៊ីដែលត្រូវបានកាន់កាប់ដោយប្រទេសរុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ2022ក្រុមកាឌីរ៉ូវីតដែលដាក់ឈ្មោះតាមបរិះខ្លាំងជនជាតិឆេឆេនលោកអាគ្មេតកាឌីរ៉ូនិងដឹកនាំដោយកូនប្រុសនិងជាអ្នកស្នងតំណែងរបស់គាត់គឺរ៉ាសានកាឌីរ៉ូត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលនៃការឈ្លានពានអ៊ុយក្រែនយោធាអ៊ុយក្រែនបានវាយប្រហារគោលដៅយោធាជាប្រចាំនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនិងជ្រៅនៅក្នុងប្រទេសរុស្ស៊ីក្នុងការប៉ុនប៉ងកាត់បន្ថយអំណាចប្រយុទ្ធរបស់ទីក្រុងមូស្គូខណៈពេលដែលមូស្គូកំពុងបន្តសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន